ខេត្តកែបគឺជាទីក្រុងទេសចរមួយដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជានិមិត្តរូបនៃខេត្តដែលស្ថិតនៅជាប់សមុទ្រនេះគឺក្តាមសេះគេនិយាយថាបើអ្នកមិនបានភ្លក់រសជាតិក្តាមសេះទេគឺហាក់បីដូចជាអ្នកមិនទាន់បានស្គាល់ច្បាស់ខេត្តកែបនោះឡើយផ្សារក្តាមដែលស្ថិតនៅលើឆ្នេរសមុទ្រក្នុងក្រុងកែបគឺជាកន្លែងដ៏ពេញនិយមតែមួយគត់ក្នុងការទិញក្តាមស្រស់ៗដោយផ្ទាល់ពីអ្នកនេសាទឬអ្នកលក់បន្តផ្សារនេះគឺជាកន្លែងប្រមូលផ្ដុំអ្នកលក់អ្នកទិញអ្នកនេសាទនិងអ្នកទេសចរដែលរាប់បញ្ចូលទាំងជនបរទេសផងដែរសកម្មភាពប្រចាំថ្ងៃនៅទីនេះបានបង្ហាញឲ្យឃើញថាក្តាមសេះគឺជាមុខទំនិញដ៏ចាំបាច់មួយចាប់តាំងពីឆ្នាំ2000មកអ្នកនេសាទសមុទ្របានសង្កេតឃើញថាបរិមាណក្តាមសេះដែលចាប់បានជារៀងរាល់ឆ្នាំបានថយចុះគួរឲ្យកត់សម្គាល់បញ្ហានេះបានធ្វើឲ្យប្រជាជនក្នុងតំបន់ក៏ដូចជាអ្នកបរិស្ថានសម្ដែងចេញនៅក្តីបារម្ភហើយបើមិនមានដំណោះស្រាយសមស្របទីនោះផ្សារក្តាមប្រហែលជាត្រូវរងផលប៉ះពាល់ខ្លាំងជាងគេដែលមើលឃើញបញ្ហាប្រឈមនេះអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានសហការជាមួយរដ្ឋបាលជលផលធ្វើការផ្សព្វផ្សាយអំពីដំណោះស្រាយដោយការបង្កើតឲ្យមានធនាគារក្តាមធនាគារក្តាមមានកំណើតនៅប្រទេសជប៉ុនដោយវិធីសាស្ត្ររបស់វាផ្សារភ្ជាប់ការបរិច្ចាគក្តាមមានពងក្រៅជាមួយនឹងកម្ចីឥតបង់ការប្រាក់ហើយអ្នកនេសាទនឹងទទួលបានផលប្រយោជន៍ពីការចូលរួមជាសមាជិកធនាគារក្តាមនេះខុសពីធនាគារធម្មតាធនាគារក្តាមគឺជាកិច្ចការស្ម័គ្រចិត្តដើម្បីបម្រើសហគមន៍ដែលផ្ដើមចេញពីការភ្ញាក់រលឹកនិងការយល់ដឹងអំពីគោលបំណងនៃធនាគារក្តាមគណៈកម្មការធនាគារក្តាមដែលកើតឡើងពីការបោះឆ្នោតដោយសមាជិកសហគមន៍មានតួនាទីដឹកនាំនិងអនុវត្តដំណើរការទូទៅនៃធនាគារក្តាមធនាគារក្តាមគោលគំនិតសំខាន់វាមាន3ផ្នែកទី1គឺបង្កើនផលស្តុកក្តាមសេះនៅក្នុងធម្មជាតិទី2គឺរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកនេសាទក្តាមសេះហើយទី3សំខាន់គេគឺលើកកម្ពស់ការយល់ដឹងរបស់គាត់អំពីការអភិរក្សធនធានក្តាមសេះនៅក្នុងធម្មជាតិដែលមានកញ្ចប់ថវិកាពីអង្គការមិនមែនរដ្ឋាភិបាលសមាជិកធនាគារក្តាមអាចទទួលបានប្រាក់កម្ចីដែលគ្រាន់តែបង់ការជាមេក្តាមដែលមានពងក្រៅដាក់ចូលបែរឬទ្រុងសហគមន៍ដើម្បីឲ្យពងក្តាមបានញាស់ទៅក្នុងសមុទ្រធម្មជាតិសមាជិកធនាគារទាំងអស់ជាអ្នកសម្រេចពីចំនួនការជាមេក្តាមនិងរយៈពេលរំលោះប្រាក់ដើមក្តាមដែលគេជំរុះពងហើយត្រូវចាប់លក់ធម្មតាដើម្បីយកប្រាក់មកទ្រទ្រង់ការងារគណៈកម្មការធនាគារក្តាមនិងមួយចំនួនទៀតបង្វិលជុលគណនៃសហគមន៍អ្នកមីងអែមទីជាសមាជិកនៃគណៈកម្មការធនាគារក្តាមក្នុងសហគមន៍នេសាទភូមិថ្មីស្ថិតនៅចម្ងាយ5គីឡូម៉ែត្រពីទីក្រុងកែបគាត់ត្រូវជិះកង់លើចម្ងាយផ្លូវប្រមាណ5គីឡូម៉ែត្រដើម្បីមកប្រមូលនិងកត់ត្រាចំនួនក្តាមដែលបានបង់ចូលធនាគារហើយនេះគឺជាការងារស្ម័គ្រចិត្តដែលគាត់ពុំទទួលបានប្រាក់បៀវត្សអ្វីឡើយជួយដូចថាជួយអ្នកនេសាទសមុទ្រចឹងបានក្តាមពងនឹងដើម្បីវាលេងទៅបានគ្នាដាក់កើនបានក្តាមដល់អ្នកនេសាទនេះអីចឹងថាចាំតែយកក្តាមពងហើយយើងយកពីហ្នឹងទៅដាក់ក្នុងធុងយើងមានអីបានដល់ថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធខ្ញុំមកទៀតមួយអាទិត្យខ្ញុំមកបាន3ថ្ងៃអ្នកមីងវត្តឡាងនិងស្វាមីប្រាក់សុខុនជាអ្នកនេសាទក្តាមក្នុងសហគមន៍នេសាទភូមិថ្មីដែលមានទូកមួយនិងលបក្តាមចំនួន1500ផងនោះពួកគាត់បានចូលរួមជាសមាជិកធនាគារក្តាមតាំងតែពីឆ្នាំ2008មកទូកមួយមកអញ្ចឹងដាក់2អញ្ចឹងយកលុយធនាគារហ្នឹង1លានដាក់ក្តាម2បើថាយក50,000ដាក់ក្តាម1ក្នុងមួយថ្ងៃអត់អីអូនអ្នកនេសាទយកលុយហ្នឹងមកទិញសម្ភារៈបើកាលណាយើងចេះតែចាប់ហើយយើងអត់គិតគូរពីការសន្សំពូជវាឡើងវិញយូរវាអាចថាអស់ហើយក្តាមហ្នឹងហើយដល់ពេលគាត់មកសបផ្សាយចឹងវាយើងយល់ពីគោលបំណងរបស់គាត់ហ្នឹងថាការហ្នឹងជាការល្អមួយហើយដែលធ្វើឲ្យពូជក្តាមយើងវារក្សាឡើងវិញណាវាបានកើនឡើងវិញព្រោះថាក្នុងក្តាមមួយស្នូកមក
bọc nó về trà nè ra là về dương vô về màu luôn ở về lẹ tàu về nhỏ thì cổ nó dương cái thao về ạt bàn trà làm với nhá rồi về là dương chập đàn thôi thì kia cái đà măng máu thôi nha cái đàm để chập nằm muốn nhưng ta khơi viên nó chập về mình sâu ớt á về hàng cơn là dương ở toàn miền bằng cơn từ này kia đó á គណៈពេលដែលកូនកំពុងខ្ចប់នុយក្តាមអ្នកនេសាទម្នាក់ទៀតនៅសហគមន៍ខាងលើបានធ្វើការប្រៀបធៀបផលក្តាមមុននិងក្រោយពេលដែលមានធនីគារក្តាម ពេលក្តាមវាខ្សត់ក្តាមវាអត់មកហ្នឹងពេលវាអត់ឡើងអីវាក្រាបហ្នឹងក្នុង 1000 លបហ្នឹងបានតែជា 7 8 គីឡូមាន 10 គីឡូអញ្ចឹងហើយដល់ឥឡូវយើងបើយើងភិនភាគមកលប 1000 ពីមុនណាវាអាចបានតង់ជាលើសនឹងតិចតួច 5 1 10 ទៅ 20 ជាងអញ្ចឹងវាមានផ្លត់ថ្ងៃណាហេងមកបានអាសាមកមានណាដូចញោមអត់ដាល់បានហ្នឹងបាន30ជាងណាប៉ុន្តែក្តាមយើងវាអត់ធំអញ្ចឹង មេក្តាមសេះអាចពងប្រមាណពី 3 ទៅ 4 ដងក្នុងមួយឆ្នាំមេក្តាមមួយក្បាលអាចមានពងប្រមាណ 1 ទៅ 6 លានគ្រាប់ដែលខ្លះមានពណ៌ទឹកក្រូចត្នោតឬប្រផេះអាស្រ័យទៅតាមភាពខ្ចីឬចាស់របស់ពងហើយនឹងត្រូវការរយៈពេលពី 2 ទៅ 6 ថ្ងៃក្នុងការញាស់ក៏ប៉ុន្តែអត្រាពងញាស់នឹងអាចវិវត្តទៅដំណាក់កាលក្តាមពេញវ័យមានត្រឹមតែ0កណ្ដោះសញ្ញា0.1% ប៉ុណ្ណោះហើយនឹងត្រូវការរយៈពេលពី 12 ទៅ 18 ខែ ដើម្បីស្វែងយល់បន្ថែមអំពីអាជីវកម្មក្តាមសេះយើងបានចំណាយពេលស្ទើរពេញមួយថ្ងៃទៅតាមទូកនេសាទរបស់លោកពូប្រាក់សុខុនទូកចេញដំណើរក្រោយពេលថ្ងៃត្រង់ហើយផ្ទៃទឹកនេសាទស្ថិតនៅចម្ងាយ 15 គីឡូម៉ែត្រពីឆ្នេរ កម្មករនេសាទនៅទីនោះគេហៅថាកូនដៃមានចំនួន 4 នាក់នៅលើទូកដែលមានអ្នកបញ្ជាទូកអ្នកដាក់នុយនិងដោះលបអ្នកទម្លាក់និងសារលបនិងម្នាក់ទៀតជាអ្នកជំនួយការទូទៅ លបទាំង 1500 បានទម្លាក់អស់មុនពេលមេឃងងឹតហើយអ្នកនេសាទនាំគ្នាចតទូកដើម្បីលាងសម្អាតរួចហូបបាយនិងចូលសម្រាកដល់ពាក់កណ្ដាលអាត្រៀតអ្នកនេសាទបានក្រោកដើម្បីសារលបដែលពួកគាត់បានដាក់ ក្តាមដែលចាប់បានត្រូវគេចងភ្លាមនៅលើទូកដោយធ្លាប់មានបទពិសោធន៍ជាយូរឆ្នាំពួកគាត់មិនងាយនឹងត្រូវក្តាមគៀបដៃនោះទេការសានលបត្រូវបន្តរហូតដល់មេឃភ្លឺលបទាំងអស់ត្រូវសារហើយនៅមុនម៉ោង 7 ក្តាមដែលគេនេសាទបានហើយត្រូវគេដឹកយកទៅលក់នៅផ្សារក្តាមក្នុងក្រុងកែបលោកពូប្រាក់សុខុនក៏ដូចជាម្ចាស់ទូកជាច្រើនទៀតដែរបានលក់ក្តាមរបស់គាត់ឲ្យទៅថៅកែក្តាមភរិយារបស់អ្នកនេសាទនឹងមករងចាំទទួលយកក្តាមដើម្បីថ្លឹងលក់ឲ្យថៅកែឬលក់ផ្ទាល់ឲ្យអ្នកទេសចរក្តាមដែលទិញចូលចែកចេញជា 3 ប្រភេទអាស្រ័យទៅតាមទំហំក្តាមសេះលេខ 1 ត្រូវថៅកែទិញចូលតម្លៃ 20,000 រៀលក្នុង 1 គីឡូក្រាមក្តាមសេះលេខ 2 តម្លៃ 10,000 រៀលនិងក្តាមតូចហៅថាក្តាមញ៉ែមានតម្លៃ 5,000 រៀលដោយសារក្តាមជាមុខជំនួញដ៏ធំនៅទីនេះការយល់ដឹងពីភាពចាំបាច់ក្នុងការអភិរក្សធនធានក្តាមបានជ្រួតជ្រាបដល់មនុស្សជាច្រើននៅក្នុងនោះក៏មានថៅកែក្តាមផងដែរអ្នកមីងអ៊ុយជាងដែលផ្ដល់ប្រាក់កម្ចីដល់អ្នកនេសាទជាថ្នូរនិងសិទ្ធិទិញក្តាមផ្ដាច់មុខក៏បានបង្កើតទ្រង់ផ្ទាល់ខ្លួនមួយដើម្បីដាក់ក្តាមដែលមានពងក្រៅឲ្យជំរុះពងមុននឹងលក់បន្ត សមាគមគេមកប្រាប់យើងដល់យើងគិតខ្លួនឯងទៅមើលទៅឃើញថា
យើងដាក់ធនាគារហ្នឹងទៅវាកើនអញ្ចឹងយើងដល់ភ្នាក់រលឹកគឺថាយើងដាក់5គីឡូអញ្ចឹងយើងច្រើនថាក្នុងរយៈ3ថ្ងៃឬក៏4ថ្ងៃវាលាងពងហ្នឹងអស់យើងយកហ្នឹងយកមកលក់វិញដែរថ្ងៃយើងទិញបានប្រហែលចូល300 គីឡូហ្នឹងយើងត្រូវពងក្រៅហ្នឹងបានប្រហែលចូលប្រហែលមកជាង10 គីឡូខ្ញុំទិញមកហ្នឹងខ្ញុំលក់ឲ្យភ្ញៀវទេសចរសេះសល់បានយើងយកបកសាច់ទៅលក់នៅពងសោមបែដែកដែលដាក់នៅក្បែរសហគមន៍នេសាទភូមិថ្មីកាលពីដំបូងត្រូវបានបដូរជាទ្រុងឫស្សីនិងត្រូវគេដាក់នៅក្បែរផ្សារក្តាមដោយសារកត្តាអាកាសធាតុនិងភាពលំបាកក្នុងការដឹកជញ្ជូនយើងទៅយកក្តាមវាអត់បានវាចំខែវស្សាបាទវាជួបផលពិបាករឿងបញ្ហាទឹកសាបច្រើនយើងអាចប្រោះបានទេបាទហើយម្យ៉ាងទៀតខ្យល់អាលក់ធំទូក៏គាត់ក៏មិនសូវហ៊ានចូលមកខាងបងឲ្យយើងដែរស្ថិតនៅចម្ងាយ20 គីឡូម៉ែត្រខាងលិចទីរួមខេត្តកំពតសហគមន៍ចង្ហោនក៏មានធនាគារក្តាមផងដែរធនាគារក្តាមក្នុងតំបន់នេះបាននឹងកំពុងដំណើរការជាធម្មតាបាទទូបីជាទូកនេសាទក្តាមនៅក្នុងសហគមន៍មានទំហំតូចៗក្តីដែលក្នុងទូកមួយមានលបជាមធ្យមពី150គឺប្រមាណ10ដងតិចជាងសហគមន៍ភូមិថ្មីទូកដែលដាក់លោកក្តាមបានយើងឲ្យខ្ចីបាទហើយខ្ចីនេះក្នុងភាសាមួយភាសាខ្ចី120,000នេះយើងអត់យកចុងគាត់ទេយើងយកចុងជាក្តាមវិញយក5បានតែក្នុងមួយខែឲ្យបងដើម20,000មកអ្នកកម្មការវិញដើម្បីយើងយកទុនហ្នឹងបង្វិលឲ្យទៅអ្នកនេសាទក្តាមខ្ចីតទៅទៀតគូទូក4អូក្នុងម្នាក់ខ្ចីបាន30,000ទៅ40,000ហ្នឹងចុងវាយើងគិតជាយកចុងក្តាម10មួយខែ10អ្នកនេសាទក្នុងសហគមន៍នេះបានប្រាប់ពីការកើនឡើងនៃផលក្តាមដែលនេសាទបាន30,000យើងអត់ចឹងយើងបាន1គីឡូ2គីឡូអីចឹងណាថ្ងៃណាបាន1គីឡូថ្ងៃណា2ចឹងកាលពេលលកាត់រីកដាក់ឡើងធនាគារហ្នឹងមកយើងបាន3-4គីឡូអីចឹងដោយផលនេសាទក្រោយការបង្កើតធនាគារក្តាមមានការកើនឡើងមានការចោទសួរថាតើធនាគារក្តាមពិតជាអាចធ្វើឲ្យចំនួនក្តាមក្នុងស្តុកធម្មជាតិកើនឡើងមែនឬទេដើម្បីឆ្លើយតបទៅនឹងសំណួរនេះក្នុងឆ្នាំ2010និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងបានធ្វើការសិក្សាស្រាវជ្រាវទៅលើសហគមន៍3ក្នុងខេត្តកំពតគាត់បានធ្វើការប្រៀបធៀបចំនួនកូនក្តាមជាមធ្យមក្នុងសហគមន៍នីមួយៗលទ្ធផលនៃការរុញចាប់ក្តាមរបស់យើងហ្នឹងគឺយើងគឺបានបង្ហាញឃើញថាសហគមន៍ដែលស្តុកមេក្តាមច្រើនសហគមន៍ចង្ហោស្តុក10ក្បាលហ្នឹងគឺវាមានលទ្ធភាពចាប់បានកូនក្តាមច្រើនជាងគេ76ក្បាលបាទហើយតមកគឺសហគមន៍ដែលស្តុកក្តាមតាមក្នុងថ្ងៃគឺសហគមន៍កែថ្មីគឺជាមធ្យមគឺ60ក្បាលបាទដោយឡែកសហគមន៍នេសាទព្រៃថ្នោតដែលអត់មានធនាគារក្តាមគឺភាពសម្បូរបែបនៃកូនក្តាមយើងបញ្ចាំគឺវាមានប្រមាណតិចជាងគេគឺមានត្រឹមតែ31ក្បាលតែប៉ុណ្ណោះបញ្ហាចម្បងដែលត្រូវគេប្រឈមមុខនោះគឺថាតើធនាគារក្តាមនឹងនៅតែដំណើរការឬទេប្រសិនបើអង្គការក្រៅរដ្ឋាភិបាលបញ្ចប់គម្រោងឬក៏ដកខ្លួនចេញការងារនេះទោះបីមិនមានអង្គការក៏យើងជួយបន្តក៏នៅតែដើរដំណើរការទៅមុខដែរបាទអញ្ចឹងបានន័យថាការងារគឺការងាររបស់គាត់យើងមិនមែនថាការងាររបស់យើងទេតើយើងទៅធ្វើបានគាត់ធ្វើអញ្ចឹងយើងមិនទៅធ្វើក៏គាត់ធ្វើដែរទាំងថ្នាក់ខណ្ឌទាំងថ្នាក់សង្កាត់ថ្នាក់គឺគ្រប់ថ្នាក់បាទទាំងក្រសួងកសិកម្មក៏អញ្ចឹងដែរបាទគឺគាត់ធ្វើម៉េចគឺជំរុញឲ្យមានការកើតនៃក្តាមគឺគាត់ខំស្វែងរកម្ចាស់ជំនួយស្វែងរកដៃគូផ្សេងបាទបច្ចេកទេសផ្សេងធ្វើម៉េចឲ្យការងារនេះកាន់តែជោគជ័យបាទហើយបង្កើតបានគ្រប់តំបន់មកដល់ថ្ងៃនេះគឺសហគមន៍យើងនៅខេត្តកំពតកែមាន15ហើយធនាគារក្តាមយើងនេះមាន19កន្លែងហើយបាទអញ្ចឹងនៅខ្វះប្រមាណកន្លែងទៀតទេគឺយើងនៅគ្រប់សហគមន៍នេសាទតែម្ដងមានសហគមន៍មួយចំនួនពុំទទួលជោគជ័យក្នុងកិច្ចការធនាគារក្តាមនេះឡើយឧទាហរណ៍ដូចជាសហគមន៍នេសាទកំពង់សាមគ្គីការធ្វើរបស់យើងនោះគឺយើងអត់បានជោគជ័យទេដោយសារយើងខ្វះបច្ចេកទេសយើងធ្វើដូចយើងចង់បង្ហាញឲ្យក្រសួងគាត់ចាប់អារម្មណ៍មើលទៅធនាគារក្តាមនោះគឺយើងធ្វើរំលងគេហៅការធ្វើរំលងទៅខុសទាំងបច្ចេកទេសខុសទាំងការផ្សព្វផ្សាយនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធហើយនឹងគឺយើងអត់ទាន់បានរៀបចំដូច្នេះដំណើរការជោគជ័យរបស់ធនាគារក្តាមត្រូវការជាចាំបាច់នៅថវិកាបច្ចេកទេសហ
ហើយនឹងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធពិសេសគឺអ្នកនេសាទក្តាមបើធនធានក្តាមមិនបានបាត់បង់ទេផ្សារក្តាមនឹងនៅតែបម្រើតួនាទីជាកន្លែងផ្គត់ផ្គង់ក្តាមដ៏ធំមួយនៅក្នុងខេត្តកែបហើយវានឹងនៅតែជាទីប្រសពគ្នារវាងអ្នកទេសចរអ្នកនេសាទនិងអ្នកដែលប្រកបរបរទាក់ទងទៅនឹងផលក្តាមយើងគ្រប់គ្នាក៏អាចចូលរួមអភិរក្សធនធានក្តាមសេះផងដែរដោយគ្រាន់តែកុំទទួលទិញក្តាមសេះដែលមានពងក្រៅ